បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាជាទីស្រឡាញ់រាប់អានថ្ងៃនេះខ្ញុំលើកយកនៅលំហាត់នៃការដោះស្រាយសមីការ exponential សម្រាប់បងប្អូនសិស្សថ្នាក់ទី11បាទយកមកចែកជូនដល់បងប្អូនទាំងអស់គ្នាទុកជាចំណេះដឹងបន្ថែមបន្ទាប់ពីបងប្អូនបានរៀននៅសាលារួចហើយបាទអញ្ចឹងលំហាត់យើងនៅថ្ងៃនេះគឺយើងមាន49សេគុណ x ស្មើនឹង7សេគុណ x ការ៉េដក15ដើម្បីដោះស្រាយសមីការនៃអនុគម exponential គឺយើងត្រូវតែបំលែងគោលរបស់វាឲ្យដូចគ្នាគោលនៃអង្គទាំងពីររបស់វានឹងឲ្យដូចគ្នាសិនក្រោយពីបំលែងគោលនៃអង្គទាំងពីរដូចគ្នាហើយគឺយើងទាញបាននិច្ចសន្នបាទនៃគោលរបស់អង្គទាំងពីរនឹងស្មើគ្នាពេលនោះយើងអាចទាញរកតម្លៃនៃអញ្ញត្តបានហើយអូខេអញ្ចឹងយើងមើលអង្គទី1យើងមានគោលរបស់វា49ចំណែកអង្គទី2គោល7ណាអញ្ចឹងយើងបំលែងអា49នេះទៅរកគោល7មកបាទ49យើងអាចសេបាន7ការ៉េណា7ការ៉េសេគុណ7ការ៉េហ្នឹងគឺស្មើនឹង49រួចហើយយើងលើកវាជាសេគុណ x តោះនេះប៉ុណ្ណឹង7ការ៉េ49ដូចជាសេគុណ x ស្មើបាទស្មើ7សេគុណ x ការ៉េដក15នៅដដែលតោះណាបាទបន្តមកទៀត7សេគុណ2លើកជាសេគុណ x នេះយើងអាចសេបាន7សេគុណ 2x តោះណា7សេគុណ 2x ស្មើ7សេគុណ x ការ៉េដក15អូខេដក15កាលណាគោលវាដូចគ្នាហើយនេះអង្គទី1គោល7អង្គទី2ក៏គោល7កាលណាគោលវាដូចគ្នាហើយគេទាញបាននិច្ចសន្នវាស្មើគ្នានិច្ចសន្នរបស់អង្គទី1គឺ 2x ណាអញ្ចឹង 2x ស្មើនឹងអីស្មើនឹង x ការ៉េដកឲ្យ10 15អូខេ x ការ៉េដក15បាទបន្ទាប់មកយើងដោះស្រាយបាទយើងលើកវាមួយអង្គទី1មកឲ្យវាคล้ายជាសមីការដឺក្រេទី2ឃើញទេបាទសមីការដឺក្រេទី2អញ្ចឹងខ្ញុំដាក់ថា x ការ៉េបាទយើងបោះ 2x មួយអង្គទី2មកវាទៅជាដក 2x រួចហើយដក15ស្មើ0បាទមើលតនេះ x ការ៉េបាទយើងបោះ 2x មួយអង្គទី2មកអញ្ចឹងវាទៅជាដក 2x ហើយដក15នៅអង្គទី2ស្រាប់អញ្ចឹងវាអង្គទី1ស្មើ0បន្ទាប់មកយើងបំវល់សមីការហ្នឹងមកបាទយើងបំវល់មកវាទៅជា x ការ៉េដក 2x ដក15ស្មើ0បាទតោះនេះប៉ុណ្ណេះអូខេបន្ទាប់មកទៀតការដោះស្រាយសមីការដឺក្រេទី2វាមានច្រើនវិធីតាមវិធីដាក់ជាផលគុណកតាណាតាមវិធីបន្ថែមបន្ថយទូតាមវិធីរឹសការ៉េតាមរូបមន្ត discriminant ណាបាទអញ្ចឹងនៅក្នុង 3-4 វិធីនេះយើងទៅតាមវិធីណាមួយក៏បានដែរបាទឲ្យតែដោះស្រាយទៅចម្លើយត្រូវអូខេឥឡូវខ្ញុំចូលវិធីមួយគឺខ្ញុំដាក់វិធីបាទបំបែកតួចុះណាបំបែកតួកដាលអញ្ចឹងខ្ញុំអាចសេថា
បាទខ្ញុំសរសេរថា x ការ៉េនៅដដែលដក 2 ដក 2x នេះបាទខ្ញុំប្របែកទៅជាដក 5x បូកឲ្យ 3x ដក 5 បូក 3 ស្មើដក 2 ហើយបើយើងយកដក 5 គុណនឹងបូក 3 ណា ដកគុណនឹងបូកបានដក 5 3 ដង 15 អញ្ចឹងបានដក 10 ដក 15 នេះឃើញទេស្មើនឹងតួចុងនេះស្មើដក 15 អញ្ចឹងខ្ញុំដាក់ដក 15 ស្មើ 0 តោះអានេះកន្លែងហ្នឹងបាទយើងប្របែកតួណាប្របែកតួកដាលនេះជាផលបូកឲ្យស្មើកដាលគុណឲ្យស្មើចុងតោះណាបូកឲ្យស្មើកដាលគុណឲ្យស្មើចុងអញ្ចឹងបើយើងយកដក 5 បូកឲ្យ 3 វាស្មើដក 2 បើសិនយើងយកដក 5 គុណនឹងបូក 3 គឺវាស្មើនឹងដក 10 15 បាទបន្ទាប់មកទៀតយើងអាចផ្ដុំបាទយើងផ្ដុំវាមកខ្ញុំយក x ការ៉េនេះខ្ញុំផ្ដុំជាមួយនឹង 5x មួយដុំខ្ញុំបូកនឹង 3x នេះខ្ញុំដក 15 មកដុំស្មើ 0 បាទនេះស្មើ 0 ណាអូខេបន្ទាប់មកទៀត x ការ៉េដក 5x នេះមាន x ដូចគ្នាខ្ញុំដក x ចេញដក x ជាកតាគឺយើងនៅសល់ x ដក 5 x ដក 5 បានអត់ x គុណ x បាន x ការ៉េ x គុណដក 5 បានដក 5 5x បូកនឹង 3x ដក 15 ខ្ញុំដក 3 ជាកតាអញ្ចឹងវានៅសល់ x ដក 5 ដក 5ដល់ណាស្មើ 0 បាទដក 5 ស្មើ 0 មាន x ដក 5 ដូចគ្នាអញ្ចឹងកណាដូចដកជាកតារួមទៀតអញ្ចឹង x ដក 5 ដូចគ្នាមកខ្ញុំដកវាជាកតារួមខាងនេះជានៅសល់ x ខាងនេះជានៅសល់បូក 3 ស្មើ 0 ឃើញទេបាទស្មើ 0 ពីកតាគុណគ្នាស្មើ 0 វាអាចកតា x ដក 5 នេះស្មើ 0 ឬក៏ x បូក 3 ស្មើ 0 អញ្ចឹងខ្ញុំទាញថានាំឲ្យ x ដក 5 ស្មើ 0 ឬក៏ x បូក 3 នេះស្មើ 0 ឃើញទេបាទអញ្ចឹងដាក់ថា x 1នេះ x ដក 5 មក 0 ទាញ x ទៅបោះដក 5 មកអង្គទី 2 ស្មើ 5 x ទី 2 x បូក 3 ស្មើ 0 ទាញ x បោះបូក 3 មកអង្គទី 2 បានស្មើនឹងដក 3 បាទអញ្ចឹងចម្លើយរបស់យើងគឺ x1 ស្មើ 5 x1 ស្មើដក 3 បាទនេះគឺជាចម្លើយរបស់សមីការ49ស្វ័យគុណ x ស្មើនឹង 7 សេគុណ x ការ៉េដក 10 ដក 15អរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងអស់គ្នាជូនពរសុខភាពល្អជោគជ័យនៅក្នុងការសិក្សាសូមអរគុណសូមជម្រាបលា